ពុកម៉ែបងប្អូនត្រូវការដើមទៀបបារាំងបាទគឺយកដើមប៉ុណ្ណឹងទៅគឺចង់បានប្រមាណ1000ដើមក៏មានដែរបាទនេះគឺដើមទៀបបារាំងដែលពូជផ្អែមបាទគឺមិនមែនជូរហើយនឹងក៏មិនមែនជាជូរអែមនោះដែរកាពូជនេះគឺជាពូជទៀបបារាំងដែលផ្លែបាទរសជាតិផ្អែមឈ្ងុយឆ្ងាញ់តែម្ដងបាទគឺយើងមានច្រើនរាប់ពាន់ដើមតែម្ដងបាទពុកម៉ែបងប្អូនបាទគឺយើងដឹកជញ្ជូន25ខេត្តក្រុងបើសិនជាពុកម៉ែបងប្អូនកំងឥឡូវនេះគឺយើងដឹកទៅថ្ងៃនឹងក៏បានដែរបាទព្រោះយើងមានសេវាកម្មរហ័សទាន់ចិត្តជូនអតិថិជន25ខេត្តហើយក៏យើងមានដើមព្រីងបាទពុកម៉ែបងប្អូនស្គាល់ដើមព្រីងហើយបាទដើមព្រីងវាមានច្រើនប្រភេទដែរបាទវាមានព្រីងអាចសัตว์វាមានព្រីងផ្លែទូចល្អិតហ្នឹងគឺតែអានេះគឺខ្ញុំមានតែពូជព្រីងអាមេរិកព្រីងអាមេរិកបាទហើយនឹងព្រីងម៉ាឡេបាទអញ្ចឹងគឺភាគច្រើនគឺខ្ញុំមានតែពូជតែពីរប្រទេសហ្នឹងទេបាទដែលមានផ្លែបាទផ្លែធំប៉ុតៗមួយជើងបាទផ្លែវាវិញណាបាទប៉ុតៗមួយជើងហ្មងបាទអត់មានកុហកពុកម៉ែបងប្អូនទេបាទគឺធំល្អបាទហើយនេះគឺជាកូនបាទដែលយើងផ្សំពីក្របធញ្ញជាតិបាទដែលវាមិនមែនជាផ្សំពីមែកពីដើមពីអីណាបាទនេះគឺវាចេញពីក្របរបស់ដើមព្រីងនឹងតែម្ដងបាទក្របព្រីងនឹងតែម្ដងបាទអញ្ចឹងបាទនិយាយពីតម្លៃវិញគឺធូរសមរម្យហើយដឹកជញ្ជូន25ខែក្រុងចង់បានប្រមាណ1000ដើមក៏មានដែរបាទលទ្ធផលគឺយើងមានច្រើនអតិថិជនដែលដាំហើយគឺមានផលបាទខ្លះទៅគាត់អាចហូបជាលក្ខណៈគ្រួសារខ្លះទៅគាត់អាចលក់នៅលើទីផ្សារបានទៀតអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបាទគឺតម្រូវការតាមទីផ្សារឬក៏ដូចជាតាមលក្ខណៈគ្រួសារបាទគឺកុំភ្លេចជាមួយនឹងក្រុងធម្មជាតិគឺមានដំណាំហូបផ្លែជាច្រើនមុខច្រើនប្រភេទរៀបរាប់មិនអស់ទេពុកម៉ែបងប្អូនបាទចង់បានដើមទូចដើមធំដើមកំមុំដើមស្អីផ្សេងហ្នឹងគឺមានទាំងអស់បាទឲ្យតែរុក្ខជាតិបៃតងនិយាយរួមទៅណាបាទឲ្យតែរុក្ខជាតិបៃតងបាទប៉ុន្តែគ្រាន់តែខ្ញុំអត់ទិញរុក្ខជាតិងាប់ទេបាទគឺខ្ញុំលក់ដូរតែរុក្ខជាតិបៃតងហើយរស់ដែលមានសុខភាពល្អហើយដាំដុះជូនអតិថិជនមានការធានាច្បាស់លាស់ហើយមានទីតាំងច្បាស់លាស់ហើយមានលេខទូរស័ព្ទទំនាក់ទំនងបានគ្រប់បែបយ៉ាងទាំងអស់24ម៉ោងលើ24ម៉ោងឲ្យតែឆាតតាម Telegram មិនបានឆ្លើយឥឡូវនេះក៏ស្អែកក៏យើងអាចឆ្លើយជូនអតិថិជនដែរបាទហើយក៏សូមទោសអធិស្ឋានទៅដល់អតិថិជនដែលយើងឆ្លើយតបយឺតបាទសម្រាប់នៅការឆ្លើយតបយឺតនេះបាទអញ្ចឹងមានតែម្រាមដៃ10ពីចម្ងាយទេបាទអញ្ចឹងសូមអរគុណបាទសូមគោរពលារឿងដ៏អស្ចារ្យនៃផ្លែព្រីងដែលគ្រប់គ្នាកម្របានដឹងបើយើងនិយាយអំពីផ្លែព្រីងឬក៏ដើមព្រីងដើមឡើយគ្រាន់តែជារុក្ខជាតិព្រៃប៉ុណ្ណោះក៏ប៉ុន្តែដោយសារតែវាគឺជារុក្ខជាតិដែលផ្ដល់ម្លប់និងអាចផ្ដល់ផ្លែដែលអាចទទួលទានបានទៀតនោះវាក៏ត្រូវបានមនុស្សយកមកដាំនៅតាមផ្ទះក្នុងភូមិក្នុងស្រុកដែលអាចផ្ដល់ប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅរបស់ពួកគេក៏ប៉ុន្តែអ្វីដែលរឹតតែពិសេសនោះគឺផ្លែព្រីងមានគុណប្រយោជន៍ដ៏អស្ចារ្យដែលមិនសូវមានអ្នកដឹងនោះទេទី1គ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមផ្លែព្រីងមានកម្រិតបរិមាណកាឡូរីទាបបំផុតនិងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម Polyphenol ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់យើងក្រុមនៃសមាសធាតុទាំងនេះវាមានសមត្ថភាពរក្សាបាននៅកម្រិតជាតិស្ករក្នុងឈាមក្នុងកម្រិតតុល្យភាពជាពិសេសជាងនេះទៅទៀតនោះសារធាតុ Polyphenols វាមានសមត្ថភាពការពារកោសិកាផលិតអាំងស៊ូលីនដែលមាននៅក្នុងលំពែងបានយ៉ាងល្អផងដែរទី2ធ្វើឲ្យប្រសើរឡើងនៅចរន្តឈាមផ្លែព្រីងគឺសម្បូរទៅដោយវីតាមីន C ជាដែក ម៉ាញ៉េស្យូម ប៉ូតាស្យូមក៏ដូចជាវីតាមីន A ជាដើមដែលពពួកវាទាំងអស់នេះមានសមត្ថភាពជំរុញការពង្រឹងអេម៉ូក្លូប៊ីនដែលដើរតួយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពក្នុងការដឹកជញ្ជូនអុកស៊ីហ្សែនទៅកាន់សរីរាង្គក្នុងរាងកាយជាងនេះទៅទៀតនោះជាដែកដែលមាននៅក្នុងផ្លែព្រីងវាក៏មានសមត្ថភាពជួយបន្សុទ្ធឈាមផងដែរទី3ជួយធ្វើឲ្យស្បែកស្រស់ស្អាតផ្លែព្រីងវាមានសមត្ថភាពអាចជួយបង្រួមរន្ធញើសមានតួនាទីការពារស្បែកពីបញ្ហាផ្សេងៗដូចជាស្នាមអុចខ្មៅការកើតមុននិងស្នាមជ្រុំជាដើមជាពិសេសវាសម្បូរទៅដោយវីតាមីន C ដែលជួយដល់ចរន្តឈាមនិងថែមទាំងជួយឲ្យស្បែករបស់អ្នកភ្លឺថ្លាក្មេងជាងវ័យទៀតផងទី4ជួយពង្រឹងសុខភាពបេះដូងផ្លែព្រីង
វាសម្បូរទៅដោយសារធាតុប៉ូតាស្យូមដែលដើរតួយ៉ាងសំខាន់ក្នុងការការពារសុខភាពសរសៃឈាមបេះដូងនៅក្នុងផ្លែព្រីងចំនួន100ក្រាមត្រូវបានគេរកឃើញថាវាមានប៉ូតាស្យូមប្រហែល55មីលីក្រាមឯណោះផ្លែឈើមួយប្រភេទនេះវាអាចជួយការពារអ្នកពីជំងឺសម្ពាធឈាមឡើងខ្ពស់ជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរវាក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រុនសរសៃឈាមរួមចំណែកដល់ការការពារសុខភាពដ៏ទូលំទូលាយរបស់មនុស្សយើងទី5ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកផ្លែព្រីងឬត្រូវបានគេហៅជាភាសាអង់គ្លេសថា Java Plum វាគឺជាផ្លែឈើរដូវក្តៅដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានលក្ខណៈសម្បត្តិជាឱសថផងដែរបើយោងតាមការចុះផ្សាយរបស់កាសែត News 18 របស់ឥណ្ឌាកាលពីខែមីនាឆ្នាំ2023កន្លងទៅបានបង្ហាញថាផ្លែព្រីងវាមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនក្រៃលែងដែលរារាំងសកម្មភាពរ៉ាឌីកាល់សេរីក្នុងខ្លួនដែលអាចប្រឆាំងនឹងជំងឺមហារីកនិងសារធាតុគីមីផងដែរក៏ប៉ុន្តែបើទោះបីជាព្រីងមានគុណប្រយោជន៍ចំពោះសុខភាពក៏ពិតមែនក៏ប៉ុន្តែវាក៏មានផលប៉ះពាល់ជាអវិជ្ជមានចំពោះអ្នកដែលមានបញ្ហាកំណកឈាមអ្នកដែលមានជាតិស្ករក្នុងឈាមថយចុះទាបអ្នកដែលមានបញ្ហាផ្លូវដង្ហើមឬក៏មានអាការៈគ្រុនក្តៅជាដើមលើសតែពីនេះផ្លែព្រីងក៏ត្រូវបានគេដឹងថាជាផ្លែឈើដែលអាចបញ្ចុះជាតិស្ករក្នុងឈាមបានលឿនដែលងាយបង្កគ្រោះថ្នាក់ដល់មនុស្សដែលកំពុងប្រើថ្នាំទឹកនោមផ្អែមហើយវាក៏ជាភ្នាក់ងារងាយធ្វើឲ្យឈាមកកដូច្នេះវាអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមានជំងឺគ្រុនសរសៃឈាមឬមានប្រវត្តិឈាមកកជាដើមព្រីងក៏វាអាចបណ្ដាលឲ្យយើងក្អកគ្រុនក្តៅឈឺរាងកាយនៅពេលដែលយើងទទួលទានក្នុងបរិមាណច្រើនដូច្នេះប្រសិនបើលោកអ្នកនាងដឹងថាខ្លួនឯងមានបញ្ហាសុខភាពទាំងអស់នេះលោកអ្នកគូកុំទទួលទានផ្លែព្រីងអី